បាទជំរាបសួរបងប្អូនថ្ងៃទី26ដុល្លារកន្លងមកនៅម៉ាឡេស៊ីគឺយើងមានសេចក្តីថ្លែងការណ៍រួមមួយជាមួយថៃដែលលោកដូណាល់ត្រាំជាសាក្សីធំដើម្បីបញ្ចប់សង្គ្រាមហើយក្នុងនោះដែរមានជំនួបក្រៅផ្លូវការមួយរវាងកម្ពុជានិងអាមេរិកដោយអាមេរិកបានសម្រេចដកបំរាមក្នុងការទិញដូរលក់អាវុធមកឲ្យយើងបានន័យថាយើងចាប់ពីពេលនេះទៅគឺយើងអាចនឹងទិញអាវុធពីអាមេរិកបានហើយក្នុងនោះអាមេរិកក៏បានបន្ថែមកៅអីចំពោះនិស្សិតខ្មែរយើងទៅសិក្សានៅសាលាមរិទ្ធសភាយោធានិងសាលាកងទ័ពអាកាសរបស់អាមេរិកហើយនេះគឺជាសញ្ញាល្អមួយហើយយើងគិតថានឹងល្អប្រសើរសម្រាប់យើងទន្ទឹមនឹងនោះថ្ងៃទី24ដុល្លារកន្លងមកនេះក៏មានការប្រជុំគណៈរដ្ឋមន្ត្រីហើយឃើញមានផ្សាយថាឆ្នាំ2026នេះរដ្ឋអំណាចក្រុងភ្នំពេញនឹងអនុម័តថវិកាជាតិ$10,000 លានហើយក្នុងនោះផ្ដោតសំខាន់ទៅលើវិស័យការពារជាតិដូច្នេះខ្ញុំសង្ឃឹមថានេះគឺជាដំណឹងល្អមួយព្រោះយើងឃើញថាចាប់តាំងពីយើងប៉ះទង្គិចគ្នាជាមួយថៃ5ថ្ងៃកន្លងមកអ្វីដែលយើងខ្សោយជាងគេនោះគឺគ្រឿងសព្វាវុធយើងមើលឃើញទាំងអស់គ្នាហើយសូម្បីតែអាវការពារគ្រាប់ក៏យើងមានមិនគ្រប់គ្នាដែរប៉ុន្តែកន្លងមកទល់នឹងពេលនេះឃើញថាមានការជ្រុំជ្រែងច្រើនពីពលរដ្ឋដូច្នេះអាវុធខ្លះក៏ដូចជាសម្ភារៈខ្លះក្នុងការធ្វើសង្គ្រាមយើងបានក្រុមបើជាពិសេសគឺអាវការពារគ្រាប់ដូច្នេះចំពោះខ្ញុំវាជាចំណុចល្អមួយប្រសិនបើយើងអាចធ្វើទៅបានហើយជាពិសេសគឺយើងត្រូវពង្រឹងវិស័យការពារជាតិព្រោះយើងមើលឃើញថាបើប្រៀបរវាងថៃនិងយួនយើងនៅចំចំណុចកណ្ដាលហើយយើងគឺមានចំនួនទ័ពតិចជាងគេក៏ដូចជាគ្រឿងសព្វាវុធយើងអត់ទំនើបទេនិយាយរួមទៅគឺកម្លាំងទ័ពយើងគឺយើងនៅទាបនិងឆ្ងាយជាងគេខ្លាំងមែនទែនយួននិងថៃភាគច្រើនគឺគេមានរោងចក្រផលិតគ្រាប់ផលិតអាវុធអីតែយើងគឺយើងអាស្រ័យលើការទិញចូលទាំងអស់ដូច្នេះខ្ញុំសង្ឃឹមថាព័ត៌មាននេះវាជាចំណុចល្អមួយអ្វីដែលខ្ញុំត្រេកអរបំផុតនោះគឺការបន្ថែមកៅអីចំពោះនិស្សិតខ្មែរទៅសិក្សានៅសាលាមរិទ្ធសភាយោធាក៏ដូចជាទ័ពជើងអាកាសរបស់អាមេរិកបាទ